พอวิบากមួយចំនួននៅពេលដែលខ្ញុំជា graphic designer ហើយខ្ញុំជាមនុស្សដែលចូលចិត្តធ្វើការម្នាក់ឯងនឹងពិបាកក្នុងការផ្ដោតអារម្មណ៍ទៅលើការធ្វើការរចនាអីផ្សេងៗនៅពេលដែលចូលធ្វើការគឺខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំត្រូវការ challenge ខ្លួនឯងច្រើនជាងមុននៅក្នុងការធ្វើការងារ design ដោយយើងអត់ធ្វើបន្តម្នាក់ឯងនៅក្នុងបន្ទប់ទៀតទេគឺយើងធ្វើការជាក្រុមជាមួយនឹងក្រុមការងារផ្សេងទៀតនៅក្នុង office ឬមួយក៏ការិយាល័យហ្នឹងគឺតម្រូវឲ្យយើងអង្គុយជាមួយគេជាមួយឯងហើយវាជាធម្មតាមែនអត់ប៉ុន្តែនៅក្នុងករណីរបស់ខ្ញុំហ្នឹងពេលដែលខ្ញុំចូលធ្វើការដំបូងគឺខ្ញុំមានអារម្មណ៍ថា uncomfortable មែនតើដោយសារតែយើងចូលចិត្តធ្វើម្នាក់ឯងរាល់ពេលដែលខ្ញុំ design អីមួយគឺតតែពេលដែលខ្ញុំធ្វើវាចេញលទ្ធផលមកសិនបាទខ្ញុំបង្ហាញទៅគេថាខ្ញុំធ្វើបានប៉ុណ្នេះប៉ុន្តែជាក់ស្ដែងនៅពេលដែលយើងចូលធ្វើការគឺធ្វើការបដាមានគេមើលបដាអីចឹងទៅឬមួយក៏ក្នុងករណីខ្លះយើងកំពុងធ្វើ poster អីមួយចឹងទៅmanager របស់យើងគាត់ចាំមើលថាយើងធ្វើបែបមិនតាមពិតវាអត់មានអីខុសនៅក្នុងករណីហ្នឹងទេប៉ុន្តែវាគ្រាន់តែជាការពិបាកមួយរបស់យើងដែលយើងអត់ធ្លាប់បែបហ្នឹងហើយយើងត្រូវការធ្វើវានៅពេលដែលមានអ្នកមើលពីក្រោយយើងអញ្ចឹងទៅវាធ្វើឲ្យយើងមានអារម្មណ៍ថាភ័យឬមួយក៏យើងអត់សំណុកក្នុងខ្លួនដែលថាយើងចូលចិត្តធ្វើម្នាក់ឯងចាំបានលទ្ធផលឬមួយក៏ចាំតែពេលយើងហើយបានយើងឲ្យគេមើលអញ្ចឹងវាពិបាកដែរក៏ប៉ុន្តែក្រោយពេលដែលយើងបានធ្វើវាជាច្រើនដងឬមួយក៏យូរទៅយើងក៏ស៊ាំជាមួយនឹងកលៈទេសៈនឹងដែលថាយើងធ្វើបដាមានអ្នកឈរមើលពីក្រោយបដាឬមួយក៏ធ្វើការកែបដាឲ្យហើយអញ្ចឹងទៅព្រោះថាពេលខ្លះនៅពេលដែលខ្ញុំធ្វើកិច្ចការ design មួយចំនួនខ្ញុំចំណាយពេលយូរដែរទៅក្នុងការធ្វើការរចនាមួយអញ្ចឹងពេលខ្លះវាខាត់ពេលខ្លះវាអត់ចំគោលដៅឬមួយក៏អាចកែ poster ហ្នឹងនៅទៅតាមក្រោយវាធ្វើឲ្យមានភាពពិបាកអញ្ចឹងក្នុងនាមយើងជាអ្នក design ក៏ត្រូវចេះសម្របខ្លួនទៅក្នុងបរិបទក្នុងការ design poster ឬមួយក៏ design អីក៏ដោយ